ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺនឹងខ្ញុំបង្ហាញមុខម្ហូបចុះបាយទៅកាន់បងប្អូនទាំងអស់គ្នាទៀតហើយចំពោះមុខម្ហូបមួយមុខនេះគឺប្រហុកឆាជាមួយនឹងក្តឹបអំពិលខ្ចីហើយបើនិយាយពីរសជាតិវិញនោះគឺជាតិឆ្ងាញ់ខ្លាំងមែនតើពេលដែលយើងឆាប្រហុកឲ្យស្ងួតបែបនេះយកទៅញ៉ាំតបជាមួយនឹងបន្លែគឺថាឆ្ងាញ់ខ្លាំងហើយសម្រាប់អ្នកខ្ញុំនេះគឺมันអាចញ៉ាំជាមួយនឹងកសាំងបានទេចាអញ្ចឹងហើយក៏យកក្តឹបអំពិលខ្ចីមកឆាជំនួសកសាំងអញ្ចឹងណាបងប្អូនជាទូទៅភាគច្រើនគឺគាត់ឆាប្រហុកជាមួយនឹងកសាំងឬមួយក៏លីងប្រហុកជាមួយនឹងកសាំងសម្រាប់នេះខ្ញុំក៏ចង់សាកញ៉ាំដែរក៏ប៉ុន្តែបើសិនជាហ៊ានធ្វើញ៉ាំដឹងតើជេរបើផ្ទះតែម្ដងមូលហេតុនោះគឺថាគឺគាត់ខ្លាចមានបញ្ហាពុលកសាំងអញ្ចឹងណាអញ្ចឹងក៏គាត់ចេះតែបង្ការចាឥឡូវនេះក៏សូមបងប្អូនតាមដានពីរបៀបចម្អិនប្រហុកឆាជាមួយនឹងក្តឹបអំពិលខ្ចីជាមួយនឹងនាងខ្ញុំទាំងអស់គ្នាចំពោះគ្រឿងផ្សំសម្រាប់យកមកធ្វើប្រហុកឆាជាមួយនឹងក្តឹបអំពិលខ្ចីក៏មានជាមួយនឹងសាច់ជ្រូកចិញ្ច្រាំមានក្តឹបអំពិលខ្ចីមានប្រហុកហើយក៏មានជាមួយនឹងខ្ទឹមសខ្ទឹមក្រហមគល់ស្លឹកគ្រៃរំដេងហើយនិងស្លឹកគ្រៃសើចឥឡូវនេះក៏នាងខ្ញុំរំលីងខ្ទឹមសខ្ទឹមក្រហមឲ្យបានឈ្ងុយបន្ទាប់ពីរំលីងបានខ្ទឹមឈ្ងុយហើយក៏នាងខ្ញុំចាក់ជាមួយនឹងគល់ស្លឹកគ្រៃរំដេងហើយនិងស្លឹកគ្រៃសើចចូលទៅរំលីងឲ្យបានឈ្ងុយដូចគ្នាបន្ទាប់ពីរំលីងគ្រឿងបានឈ្ងុយហើយក៏ចាក់ជាមួយនឹងសាច់ជ្រូកចិញ្ច្រាំចូលទៅឆារំលីងចូលគ្នាបន្ទាប់ពីឆារំលីងសាច់ជ្រូកចិញ្ច្រាំបានដាច់ទឹកប្រៃល្អហើយក៏ដាក់ជាមួយនឹងប្រហុកចូលទៅឆាជាមួយគ្នាហើយចំពោះប្រហុកនេះបងប្អូនចង់ប្រើជាប្រហុកបែបណាក៏បានដែរប្រហុកសាច់ក៏បានឬមួយក៏ប្រហុកត្រីរៀលប្រហុកឆ្អឹងបែបនេះខ្ញុំនេះក៏បានដែរពេលដែលចិញ្ច្រាំមកទៅគឺឆាទៅឆ្ងាញ់ធម្មតាអូខេចាឥឡូវនេះក៏នាងខ្ញុំដាក់ប្រហុកចូលទៅឆាឲ្យបានឡើងឈ្ងុយបន្ទាប់ពីឆាប្រហុកបានឈ្ងុយហើយក៏មានបន្ថែមគ្រឿងផ្សំរសជាតិហើយចំពោះគ្រឿងផ្សំរសជាតិនោះមានមិនច្រើនទេបងប្អូនគឺមានតែប៊ីចេងហើយនិងស្ករហើយចំពោះរសជាតិបងប្អូនលៃទៅតាមចំណង់ចំណូលចិត្តអញ្ចឹងណាបងប្អូនតម្រូវការផ្អែមតម្រូវការជូរបែបណាគឺបងប្អូនដាក់ទៅតាមចំណង់ចំណូលចិត្តបន្ទាប់ពីបានដាក់គ្រឿងផ្សំរសជាតិហើយក៏ដាក់ជាមួយនឹងអំពិលខ្ចីចូលទៅឆារំលីងរហូតដល់ប្រហុកនេះបានស្ងួតដាច់ទឹកល្អហើយពេលដែលឆាប្រហុកបងប្អូនមិនចាំបាច់បន្ថែមទឹកទេគ្រាន់តែថាពេលដែលឆាហ្នឹងគឺយើងមិនប្រើភ្លើងខ្លាំងចាគឺយើងប្រើភ្លើងល្មមប្រហុករបស់យើងគឺស្ងួតល្អហើយមិនខ្លោចទៀតឥឡូវនេះប្រហុកឆាជាមួយនឹងក្តឹបអំពិលខ្ចីរបស់នាងខ្ញុំក៏បានឆ្អិនរួចរាល់ហើយក៏ថាមានក្លិនឈ្ងុយគួរឲ្យចង់ញ៉ាំមែនតើហើយចំពោះមុខបន្លែលក់វិញបងប្អូនចូលចិត្តញ៉ាំបន្លែណាបងប្អូនជ្រើសរើសបន្លែដែលបងប្អូនចូលចិត្តនោះរសជាតិប្រហុកគឺកាន់តែឆ្ងាញ់ខ្លាំងតែម្ដងចាឥឡូវនេះវីដេអូបង្ហាញរបស់នាងខ្ញុំក៏បានមកដល់ទីបញ្ចប់ហើយនាងខ្ញុំក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានខ្សែវីដេអូមួយនេះពីដើមដល់ចប់ជាមួយនឹងនាងខ្ញុំបើសិនមកជាបងប្អូនពេញចិត្តការបង្ហាញរបស់នាងខ្ញុំសូមបងប្អូនជួយ follow like ហើយនិង share ចែករំលែកដើម្បីទទួលបានវីដេអូថ្មីៗរបស់នាងខ្ញុំចាអរគុណច្រើនជម្រាបលាបាយបាយ